เจ้ากรมเตรีย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 มปรงเปรียบประกวดDragon គុណខ្មែរគូទី3ដែលជាគូអន្តរជាតិកម្ពុជាចិនទឹកទី1រានវ៉ាន់បាទទស្សនិកជនសូមសម្លេងហូទាដៃមួយបាទអរគុណណាស់ទស្សនាការប្រកួតទឹកទី1គូមិត្តភាពអន្តរជាតិកម្ពុជាចិនកម្ពុជារបស់យើងគឺអ្នកលេងកែងឆេះជាប់ពៅអ្នកកំពុងធំយើងហ្នឹងបាទជាប់ពៅទឹកមុខនៅក្នុងទឹកទី1គឺថាមមមែនទែនធ្វើម៉េចចង់ផ្ដួលគូប្រកួតឲ្យស្លាប់ប៉ុន្តែដៃគូរបស់ខ្លួនកំពុងតែសម្រុកលើខ្លួននៅពេលនេះទាត់ឆ្វេងមកជើងអត់ត្រូវកិច្ចផុតពី Mother បាទគាត់ឈ្មោះ Mother គាត់ yes យ៉ាងអានគាត់ Mother ទេចាប់អោបពីជាប់ពៅឱកាសជាប់ពៅបានជង្គង់ឯងមើលទៅបាទជង្គង់មួយចូលឆ្អឹងជំនីណែនមែនទែនបាទមកជង្គង់ក្រហមអត់ហើយបាទអើយអែមែនទែនទៅទៀតដល់ឥឡូវ Mother ចាប់ដើមរកទាត់ជើងក្រោមមកចូលផ្លូវចាក់ក្រោមសងវិញពី Mother កីឡាករចិនហើយនៅតាមហើយជាប់ពៅមួយតាំងគុំមួយអត់ទាន់បាទអត់ទាន់ទៅថាបញ្ចេញស្លៀតរបស់ខ្លួនទេគេថាចាំមើលកីឡាករចិនសិនឲ្យចេញអស់សិនមើលបាទឥឡូវនេះទៅទៀតហើយទាត់ឆ្វេងបាទអូយព្យុះសមុទ្រពីចូលកបាទលោកអាញាកដាថាឲ្យជាប់ពើໄວបាទអត់អាចតាំងឃុំអញ្ចឹងរហូតបានទេឥឡូវជាប់ពើប្រាប់ដើមហើយបាទឆ្វេងមួយជាប់ពើកំពុងរកកាសវាយកែកទាត់ឆ្វេងមួយរបស់ជាប់ពើបោះជំហានមួយបាទមកដល់កីឡាករចិនធាក់ស្ដាំមកហើយក៏ថយជាប់ពើបោះជំហានចូលទាត់ឆ្វេងមួយជើងមួយបាទមួយបញ្ជាប់ពើចាក់ក្រោមសងជាប់ពើស្ទុះចាក់ចូលផ្លូវខាងស្ដាំមួយវិញចាក់ក្រោមសងពីមកដល់កីឡាករចិនមកដល់គាត់ដែលធាក់ស្ដាំកាច់ផ្ដួលពីជាប់ពើមួយយកបន្ទុកសិនអញ្ញាកដាលោកផលសបាដល់វាយជាបន្តជាប់ពើនៅតែមួយធាក់ឆ្វេងតាមវេយ្យាករណ៍របស់ខ្លួនអត់ទាន់សម្រុកប្រេះផ្ដាស់ទេជង្គង់មួយពីរជង្គង់អូហើយពីរជង្គង់ចូលប្រឡងមុខអូហើយអាម៉េចអើយយូទៅខាងនោះបាទដូចស្រាំងតិចរាប់មួយសិន3 4 5 អញ6 7 8បាទប្រកួតបានទេអត់អីទេគ្រាន់តែគាត់រៀងសើតិចទេជង្គង់ពីរជង្គង់មិញនេះគឺថាអ្នកកំពុងធំឡើងស្រែកហូមែនទេទៅទៀតហើយពីជាប់បើឆក់កែងនេះហើយអាម៉េចអើយអូនមកកែងអាយ៉ាស្ទាបបាទស្ទាបមុខស្ទាបផ្ពាល់ហើយម៉េចហើយបែកអត់4 5 6 7 8 9 10បាទស្ទាបចោះស្ទាបឡើងអញ្ញាកដារាប់អត់ព្រមធ្វើងក់ក្បាលអីតិចទៅអត់ចាប់បាទនេះទីអត់ដៃជូនអ្នកកំពុងធំយើងមួយមើលអ្នកដំរីជន់ខ្លាកែងញាក់សាច់បាទជាប់ពៅណាមស្គាល់បាទមិញគាត់ស្មាបែកនេះកាច់មួយភឹងបាទនេះបត់មកកែងរបស់ពៅចាក់ជង្គង់មួយទៀតដល់ក្បាលបាទមិនជង្គង់ទៀតរបស់ជាប់ពៅអូបាទពីរជង្គង់ដល់មុខកន្លែងនេះចូលដៃវិញរបស់កីឡាករចិនបាទមួយកែងនេះបាទដែលធ្វើឲ្យបាទគាត់ស្ទាបក្បាលរហូតដល់3ដងនេះបាទបត់មកកែងរបស់ជាប់ពៅបាទនេះគេស្ទាបហើយស្ទាបទៀតមើលអត់អីទេបាទលោកបាទតែលោកអញ្ញាកដាលរាប់ដល់10បញ្ចប់ការប្រកួតបាត់ទៅហើយបាទលោកថាម៉េចគាត់ស្មានតែចេញជ័រលហុងបាទអរគុណបាទអញ្ចឹងឥឡូវនេះបាទប្រកួតទូនទីបន្តជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការបាទសូមអរគុណកីឡាករបង្គោលក្រហមជាប់ពៅគុណខ្មែរកម្ពុជាទទួលបានជ័យជំនះដោយវាយកីឡាករបង្គោលខៀវមកពីប្រទេសចិនឲ្យបោះបង់ការប្រកួតក្នុងទឹកទី1